សម្រាប់ពុកម៉ែបងប្អូនដែលបានមើលរឿងកូនប្រសាស្រីណាជួយចែកថាភាគច្រើនប្រកាសជាឃ្លាននំបញ្ចុកសម្លខ្មែរអញ្ចឹងនៅពេលដែលបានមើលវីដេអូនេះទៅពិតជាមិនខុសបំណងទេកុំភ្លេច share មួយក៏ដូចជានៅទីតាំងទុកឲ្យហើយណាព្រោះថានៅទីនេះគឺមិនត្រឹមតែមានទឹកសម្លប្រហើររបស់ខ្មែរយើងទេមានទាំងជាប្រភេទសម្លទឹកម្ហិចសម្លការីហើយបើថាតម្លៃនៅទីនេះវិញពុកម៉ែបងប្អូនគឺថាគាត់លក់សមរម្យមែនតើនំបញ្ចុកផ្សារឈុកមាសជឿជាក់ថាពុកម៉ែបងប្អូនភាគច្រើនប្រកាសជាបានស្គាល់ហើយព្រោះថានៅកន្លែងគាត់គឺលក់យូរឆ្នាំដែរហើយបើនិយាយទៅគឺគាត់លក់យ៉ាងយូរអីនឹង3ម៉ោងគឺអស់តែម្ដងនិយាយទៅអ្នកដែលទៅអត់ទាន់គឺថាអត់បានញ៉ាំតែម្ដងនំបញ្ចុកនៅកន្លែងគាត់ហ្នឹងណាហើយអ្វីដែល Twister ចាប់អារម្មណ៍មកពុកម៉ែបងប្អូនគឺថាគាត់លក់ជាលក្ខណៈគ្រួសារទេក៏ប៉ុន្តែស្រស់ដៃស្រស់ជើងគ្នាមែនតើណាមានអ្នកដួសទឹកសម្លអ្នកចាក់ទឹកសម្លផ្សេងទៅអ្នកមើលការខុសត្រូវខាងបន្លែប្លុកអីផ្សេងទៅអូយបាននិយាយទៅគឺថានំបញ្ចុករបស់គាត់មួយថ្ងៃគឺថាលក់អស់ច្រើនបែបនេះតែម្ដងណាមិនតិច100គីឡូទេពុកម៉ែបងប្អូនគឺយើងអាចវិចខ្ចប់បានណាសម្រាប់នំបញ្ចុកនៅកន្លែងគាត់ព្រោះថាមានតែលក់ខ្ចប់ទេហើយអ្វីដែលសំខាន់មានទឹកសម្លច្រើនប្រភេទទៀតខាងនេះគឺជាប្រភេទទឹកសម្លម្ហិចណាអញ្ចឹងមិនចាំទៅដល់កពតអីក៏អាចញ៉ាំជាប្រភេទនំបញ្ចុកទឹកម្ហិចបានដែរនិយាយទៅគឺគាត់ចំអិនចេញមកគឺថាមើលទៅទំនងតែម្ដងណាដាក់ម្ទេសច្រើនក៏ដូចជាមានក្បាលត្រីមានអីទៀតគឺយើងអាចហៅថែមបានណាសម្រាប់ក្បាលត្រីហ្នឹងគឺយើងកំងបានតែម្ដងពុកម៉ែបងប្អូនហើយនៅពេលដែល Twister ទៅថតហ្នឹងឃើញថាទឹកសម្លរបស់គាត់គ្រប់មុខគឺថាលក់ដាច់ទាំងអស់តែម្ដងណាមិនថាជាប្រភេទទឹកសម្លលក្ខណៈថាទឹកម្ហិចនឹងឯងសូម្បីតែជាប្រភេទសម្លការីរបស់គាត់ក៏ទំនងដែរមើលពុកម៉ែបងប្អូនគ្រាន់តែ Twister កោមកគឺថាក្លិនឈ្ងុយតែម្ដងជាប្រភេទការីសាច់មាត់ណាហើយបើថានំបញ្ចុកសម្លខ្មែរវិញពុកម៉ែបងប្អូនគឺថាឈ្ងុយក្លិនគ្រឿងហ្នឹងគឺថាឈ្ងុយមែនតើណាអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលចង់ញ៉ាំជាប្រភេទនំបញ្ចុកហើយមានជម្រើសច្រើនកុំភ្លេចទៅទីនេះហើយខាងនេះគឺជាប្រភេទសាច់ត្រីដែលយើងអាចហៅថែមក៏បានដែរហើយសម្រាប់ Twister វិញពុកម៉ែបងប្អូនគឺថាចូលចិត្តគ្រប់មុខតែម្ដងណាហើយជាប្រភេទនំបញ្ចុកទឹកម្ហិចនេះគឺមិនអាចខ្វះបានទេជាប្រភេទអំបិលដែលយើងរោយពីលើនឹងដើម្បីឲ្យវាមានជាតិបន្ថែមទៀតអញ្ចឹងណាហើយសម្រាប់ Twister វិញពុកម៉ែបងប្អូននៅពេលដែលមើលរឿងកូនប្រសាស្រីឡើងវិញហ្នឹងគឺឃ្លាននំបញ្ចុកទៀតហើយគឺជាប្រភេទនំបញ្ចុកសម្លខ្មែរនឹងហើយយើងទៅមិនត្រឹមតែញ៉ាំសម្លខ្មែរគឺញ៉ាំឲ្យគ្រប់មុខតែម្ដងដើម្បីប្រាប់ពីរសជាតិទៅកាន់ពុកម៉ែបងប្អូនណាបើនិយាយទៅរសជាតិមួយបែបម្នាក់អញ្ចឹងទៅអាស្រ័យទៅលើចំណង់ចំណូលចិត្តរបស់យើងដែលទីតាំងរបស់គាត់គឺមានបើកលក់ចន្លោះពីម៉ោង6ព្រឹករហូតដល់ម៉ោង9កន្លះម៉ោង10អីហ្នឹងគឺអស់ហើយនិយាយទៅគឺគាត់លក់អត់យូរទេលក់តែ3ម៉ោងអីគឺថាម៉ត់តែម្ដងណាឥឡូវចូលមកកាន់តួឯករបស់យើងណាគឺជាប្រភេទនំបញ្ចុកសម្លខ្មែរហើយញ៉ាំនំបញ្ចុកអ្វីដែលមិនអាចបំភ្លេចបានគឺថែមល្បោយហ្នឹងពុកម៉ែបងប្អូនព្រោះថាបន្លែនៅកន្លែងគាត់ហ្នឹងគឺថាស្រស់ល្អលាងសម្អាតមានអនាម័យមែនតើអញ្ចឹងយើងញ៉ាំទៅវាស្និទ្ធមាត់ណាហើយជាប្រភេទនំបញ្ចុកសម្លខ្មែរពុកម៉ែបងប្អូនទៅដល់ទីណាក៏អត់តលន់ដែរនិយាយទៅណាអញ្ចឹងបកមកវិញសម្រាប់ទីតាំងដូចជា Google Map ហើយនឹងលេខទូរស័ព្ទកន្លែងលក់នំបញ្ចុកនេះ Twister នឹងដាក់នៅលើ caption ក៏ដូចជា comment បាយបាយ